nhưng chỉ trả tham mình nè cột miền bọt bị sáu tàng bọt bị sáu chỉ vật tàng bọt bị sáu càng nghe cái đôi chỉ bọt bị sáu chỉ tràn tiết cứ ai đang miền khóc ní khla có đôi ní khla phần tay ở vậy để nhôm đang trai điểm lại đi ai đang nè khla cột kịch hà vì ẩn trăng rồi có nè khla có kịch thảo vì trời nào vậy để qua cái bông chuột đây chẳng là đang nhôm đang choរួមchạy lại để bóng bóng tất cả được ní hay sân khâm tha video mới ní nâng chỉ phò bây giờ đã bóng bóng tất cả đượcក្នុងការយកមកគិតសាជាថ្មីម្ដងទៀតសម្រាប់អ្នកដែលគាត់មានអាយុចាប់ពី30ឆ្នាំឡើងទៅឬក៏ធ្វើក្រុម30ឆ្នាំហើយឈានចិត្តចូលដល់វ័យ30បូកទាំងអស់គ្នាចឹងសម្រាប់ខ្ញុំបទពិសោធន៍ជាច្រើនដែលខ្ញុំបានឆ្លងកាត់នៅវ័យ20ឆ្នាំក៏ដូចជា20ឆ្នាំរហូតដល់30ឆ្នាំហើយ30ឆ្នាំជាងនេះខ្ញុំគិតថាវាទទួលបាននៅបទពិសោធន៍ច្រើនគួរសមដែលខ្ញុំចង់ចែកម្លែកទៅឲ្យបងប្អូនទាំងអស់គ្នាដែរពីព្រោះវាជារឿងមួយដែលអ្នកដតីមួយចំនួនគឺគាត់មិនងាយនឹងចែកម្លែកនៅបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ទេពីព្រោះគាត់គិតថាអ្វីដែលគាត់ចែកម្លែកហ្នឹងគឺជាការប្រាប់អ្នកដតីនៅចំណុចអត់ល្អចំណុចខ្សោយរបស់ខ្លួនឯងឬក៏ចំណុចដែលខ្លួនឯងធ្វើអត់បានសម្រេចតែសម្រាប់ខ្ញុំគិតថាការចែកម្លែកមួយនេះគឺជាមេរៀនមួយដែលមានតម្លៃសម្រាប់ខ្ញុំអត់ដឹងថាបងប្អូនស្ដាប់ទៅបងប្អូនអាចទទួលយកបានប៉ុណ្ណាឬក៏សប្បាយចិត្តនៅក្នុងការទទួលយករឿងនេះប៉ុណ្ណាទេប៉ុន្តែវាគឺជាក្តីសំណរីករាយមួយរបស់ខ្ញុំខ្លួនឯងដែលខ្ញុំបានចែករំលែកនៅរឿងមួយនេះអញ្ចឹងការយើងមុនឈានចូលទៅដល់អាយុ30ឆ្នាំយើងគិតថាធំក្រោម30ឆ្នាំគឺយើងគិតថាទាំងសុខភាពរបស់យើងទាំងកម្លាំងកាយរបស់យើងគឺនៅរឹងមាំចឹងនៅពេលដែលយើងឆ្លងកាត់ពីវ័យ30ឆ្នាំឡើងទៅហើយរាងកាយរបស់យើងវាចាប់ផ្ដើមថមថយបន្តិចហើយអ្វីដែលសំខាន់អ្នកខ្លះគាត់អាចមានជំងឺប្រចាំខ្លួនទៀតអញ្ចឹងចំណុចទី1ដែលយើងក្នុងវ័យ30ឆ្នាំត្រូវតែគិតគឺសុខភាពគឺជាកត្តាសំខាន់ហើយបងប្អូនតែងតែលើគេនិយាយថាចង់បានសុខភាពល្អទៅហាត់ប្រាណទៅការហាត់ប្រាណខ្ញុំមិនបាននិយាយថាការហាត់ប្រាណគឺជាការដែលអត់ទទួលបានសុខភាពល្អទេប៉ុន្តែចង់ឲ្យបងប្អូនគិតថាការហាត់ប្រាណតែមួយមុខគឺមិនអាចជួយបងប្អូនឲ្យបានសុខភាពល្អទេការហាត់ប្រាណគឺធ្វើឲ្យយើងនឹងទទួលបាននៅគេហៅថារាងកាយមួយដែលវារឹងមាំប៉ុន្តែមិនមែនមានន័យថាសុខភាពបងប្អូនល្អទាំងអស់ទេការទទួលបានសុខភាពល្អគឺបងប្អូនត្រូវកំណត់ទៅលើរបបអាហារមួយទៀតព្រោះរបបអាហារគឺពិតជាសំខាន់សម្រាប់វ័យរបស់យើងចាប់ពី30ឆ្នាំឡើងហ្នឹងគឺសំខាន់ណាស់អញ្ចឹងទាំងហាត់ប្រាណទាំងរបបអាហារគឺសំខាន់ហើយបងប្អូនអាចគិតថាតមអាហារតែមួយមុខក៏បានដែរមិនបាច់យើងធ្វើការហាត់ប្រាណទេតែពិតការដែលខ្ញុំនិយាយថារបបអាហារនេះមិនមែនឲ្យបងប្អូនធ្វើការតមគ្រប់មុខទេប៉ុន្តែបងប្អូនព្យាយាមមើលទៅលើអាហារណាដែលយើងញ៉ាំទៅធ្វើឲ្យប៉ះពាល់ដល់សុខភាពខ្លាំងដូចជាអាហារដែលមានជាតិខ្លាញ់អាហារដែលមានជាតិផ្អែមពេកប្រៃពេកឬក៏ភាសាខ្មែរយើងចំណាំតែនិយាយថាអាហារដែលមានរសជាតិមុតណាចឹងអាហ្នឹងគឺប៉ះពាល់ខ្លាំងសម្រាប់សុខភាពធ្វើឲ្យយើងអាចមានជំងឺទឹកនោមផ្អែមឬក៏ជំងឺទឹកនោមប្រៃឬក៏បញ្ហាក្លៀនអីចឹងទៅចឹងអាហ្នឹងគឺសំខាន់ចំណុចទី2គឺមិត្តភ័ក្តិកាន់តែតិចនេះចង់សម្ដៅថានៅពេលដែលយើងដល់អាយុប៉ុណ្ណឹងពេលវេលារបស់ខ្លួនយើងត្រូវមើលថែខ្លួនឯងក៏ច្រើនពេលវេលាដែលយើងកំពុងតែជួបរឿងជាច្រើននៅក្នុងជីវិតក៏នៅអាយុត្រឹមពី30ទៅ40ហ្នឹងដែរបងប្អូន30ថាពី30ទៅ50ចុះ
គឺជាពេលវេលាមួយដែលបងប្អូនត្រូវជួបរឿងជាច្រើនដែលត្រូវដោះស្រាយនៅក្នុងបញ្ហាជីវិតទាំងរឿងល្អនិងរឿងមិនល្អអញ្ចឹងនៅក្នុងវ័យមួយហ្នឹងពេលវេលាក៏តិចត្រូវការពេលវេលានៅមួយគ្រួសារក៏កាន់តែច្រើនគឺកាត់ចោលអស់ហើយពួកម៉ាក់មិត្តភ័ក្តិមិនទាំងស្រុងទេប៉ុន្តែអាចនិយាយបានថាយើងអត់អាចដូចមុនពីព្រោះយើងមានទំនួលខុសត្រូវកាន់តែខ្ពស់នៅក្នុងវ័យមួយហ្នឹងគឺទំនួលខុសត្រូវខ្ពស់មែនតើបើសិនជាអ្នកខ្លះគាត់ជាធ្វើការនៅក្នុងខ្សែរដ្ឋមន្ត្រីរាជការអញ្ចឹងទៅគាត់ក៏មានតំណែងជានាយកប្រធាននាយកដ្ឋានឬក៏គាត់ធ្វើអីចឹងទៅអញ្ចឹងសម្រាប់អ្នកដែលនៅធ្វើការនៅក្នុងវិស័យឯកជនគាត់ក៏មិនតូចតែអាចជាប្រធានផ្នែកធំអីចឹងទៅពីព្រោះអាយុប៉ុណ្ណឹងគឺជា level មួយដែលខ្ពស់គួរសមហើយអញ្ចឹងគាត់នឹងអាចជួបរឿងច្រើនត្រូវដោះស្រាយពេលវេលាទៅដោះស្រាយគាត់ត្រូវមើលការខុសត្រូវកូនធីមរបស់គាត់ត្រូវមើលការខុសត្រូវគ្រួសាររបស់គាត់បន្ទុកក៏មានទាំងគ្រួសារទាំងផ្ទាល់ខ្លួនក៏ដូចជាការងារអញ្ចឹងពេលវេលាយើងកាន់តែខោចហើយការជួបជុំក៏កាន់តែមានតិចអញ្ចឹងនៅអាយុនេះគឺការជួបជុំគឺមិនមានច្រើនទេអញ្ចឹងបងប្អូនត្រូវតែកាត់ចិត្តត្រង់កន្លែងហ្នឹងគឺមិនអាចដូចមុនទេអញ្ចឹងតែគេហៅយើងម្ដង2ដងអត់បាន3ដងអត់បានគេលែងហៅយើងហើយកុំខឹងគេអ្នកខ្លះគាត់ខឹងបើសម្រាប់ខ្ញុំយល់ច្បាស់កន្លែងហ្នឹងគឺខ្ញុំអត់ខឹងទេហើយខ្ញុំក៏ប្រាប់មិត្តភក្តិខ្ញុំច្បាស់ដែរថាបើសិនជាហៅខ្ញុំច្រើនដងអត់ទៅអាហ្នឹងកុំខឹងខ្ញុំពីព្រោះខ្ញុំពិតជារវល់មែនហើយពីព្រោះយើងមិនអាចគេហៅថាការងារក៏ដូចជាការកំសាន្តវាតែដើរទៅគ្នាខ្លះហើយពេលខ្លះប៉ុន្តែដូចខ្ញុំនិយាយចឹងបើសិនជាជីវភាពយើងនៅខ្វះខាតយើងអាចបន្តគេហៅថា enjoy life នឹងពេកទេចឹងអាហ្នឹងគឺចំណុចទី2ចំណុចទី3គឺរៀននិយាយពាក្យថាទេរៀននិយាយពាក្យថាទេនេះគឺសំដៅទៅដល់រឿងមួយចំនួនដែលយើងគិតថាវាអត់សូវមានផលប្រយោជន៍អញ្ចឹងខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាធ្លាប់ឮពាក្យនេះនៅក្នុង podcast ឬក៏ influencer ឬក៏អ្នកប្រាជ្ញមួយចំនួនគាត់បាននិយាយអត់ទេគាត់និយាយថាបើចង់មានឲ្យដើរជាមួយអ្នកមានបើចង់ចេះឲ្យដើរជាមួយអ្នកដែលមានចំណេះដឹងខ្ពស់ជាងយើងខ្ញុំលើកតែ2ចំណុចហ្នឹងទេតែសួរថាហេតុអីបានឲ្យចង់បើចង់មានឲ្យដើរជាមួយអ្នកមានមនុស្សមួយចំនួនគាត់តែងតែយកពាក្យនេះមកនិយាយលេងហើយមួយចំនួនទៀតក៏គាត់និយាយថាអាការធ្វើអញ្ចឹងគឺជាការរើសអើងអត់ខ្សែគប់ជាមួយនឹងអ្នកក្រឬក៏អត់ខ្សែគប់ជាមួយនឹងអ្នកដែលមានឋានៈល្មមបងប្អូនតែងតែគិតនៅចំណុចនេះខុសពាក្យច្រើនគឺខ្ញុំជួបច្រើនមែនតើតែគាត់ចំណាំតែយកពាក្យហ្នឹងមកនិយាយលេងជាមួយខ្ញុំនៅពេលដែលជួបខ្ញុំតែពិតបើសួរថាខ្ញុំខឹងគាត់ខ្ញុំមិនខឹងគាត់ទេប៉ុន្តែខ្ញុំនៅតិចបើសិនជាអ្វីដែលគាត់និយាយមកធ្វើឲ្យប៉ះពាល់ផ្លូវចិត្តរបស់ខ្ញុំគឺខ្ញុំគិតថាខ្ញុំអត់បន្តទៅ challenge ឬក៏ទៅបកស្រាយជាមួយគាត់ទេអញ្ចឹងពាក្យថាបើចង់មានអ្នកដើរជាមួយអ្នកមាននេះមិនមែនយើងទៅដើរជាមួយអ្នកមានហ្នឹងចាយឲ្យដូចអ្នកមានទេប្រឹងទៅទិញរបស់ឲ្យដូចគេ brand ដូចគេប្រឹងទៅគេហៅគេធ្វើអីតាមគេពួកគេអ្នកមានគេមានលុយធ្វើអីក៏គេមើលទៅសមដែរតែយើងអត់មានយើងប្រឹងទៅតាមគេមិនមែនមានន័យបែបហ្នឹងទេបងប្អូនតែអ្នកខ្លះគឺគាត់ទៅជាធ្វើអញ្ចឹងដើរជាមួយអ្នកមាននេះមានន័យថាគាត់ត្រូវមើលពីវិធីដែលអ្នកមានគេចាយលុយមិនមែនឲ្យគាត់ទៅចាយលុយដូចគេទេបើគាត់មានគេមាន 10000 គេចាយ 1000 គេអស់តែ 10% ឯងប៉ុន្តែយើងមានតែ 1000 យើងទៅចាយ 100% ពេញអញ្ចឹងអានឹងវាអត់ត្រូវទេកន្លែងហ្នឹងអញ្ចឹងបាទខ្ញុំថាបុគ្គលមួយចំនួនគាត់យកអ្វីដែលគាត់បានរៀនមកហ្នឹងណាមកធ្វើការអនុវត្តខុសអញ្ចឹងកន្លែងហ្នឹងនៅពេលដែលយើងដើរជាមួយអ្នកមានច្រើនយ៉ាងហោចណាស់
បងប្អូនយ៉ាងហោចណាស់អានេះខ្ញុំនិយាយពីបទពិសោធន៍របស់ខ្ញុំផ្ទាល់យ៉ាងហោចណាស់ក៏បងប្អូនទទួលបាននៅចំណេះដឹងមួយថាតើអ្នកមានគេចែកលុយរបៀបម៉េចបានគេមានខ្ញុំអត់និយាយពីអ្នកមានដែរគាត់មានពីខ្សែស្លាយគាត់មកច្រើនទេប៉ុន្តែបើសិនជាគាត់មានពីខ្សែស្លាយគាត់មកបងប្អូនក៏គាត់មានវិធីសាស្ត្រនៅក្នុងការគ្រប់គ្រងលុយរបស់គាត់ដែរអញ្ចឹងយើងរៀនពីគេបានច្រើនកន្លែងហ្នឹងហើយគេរកស៊ីអីគេធ្វើអីបានគេមានយើងមិនបាច់តែធ្វើដូចគេទេប៉ុន្តែយ៉ាងហោចណាស់ក៏យើងរីកគំនិតខ្លះនៅក្នុងការចាប់ផ្ដើមការធ្វើការឬក៏រកស៊ីអីមួយអញ្ចឹងណាបងប្អូនតែបើសិនជាបងប្អូនអត់ដើរជាមួយនឹងអ្នកមានជាងបងប្អូនដើរជាមួយនឹងអ្នកដែលគាត់មានមិនឡើងបាច់ថាស្មើគ្នាទេចំណេះដឹងក៏ដូចជាការគិតរបស់គាត់នៅក្រុមយើងសួរថាតើបងប្អូនទទួលបានការរីកចម្រើនអត់និយាយអញ្ចឹងខ្ញុំមិនបានឲ្យបងប្អូនធ្វើការរើសអើងទេប៉ុន្តែវាជាការពិតសូម្បីតែអ្នកប្រាជ្ញក៏គេនិយាយដែរគេឲ្យយើងគិតឲ្យបានច្រើនរឿងហ្នឹងដើរជាមួយអ្នកដែល positive គឺ positive ឯងដើរជាមួយអ្នក negative គឺ negative ឯងតែគ្រាន់ថាវាមិនទាំងស្រុងទេពីព្រោះមជ្ឈដ្ឋានជុំវិញយើងនេះគឺជាចំណុចសំខាន់ជាចំណែកមួយនៃជីវិតរបស់យើងដែរយើងគិតថាយើងអត់ចង់ឲ្យចំណែកមួយហ្នឹងមកគ្រប់គ្រងលើយើងអាហ្នឹងអាស្រ័យលើយើងខ្លួនឯងទេអញ្ចឹងត្រឡប់មកវិញរៀននិយាយពាក្យថាទេនៅរឿងណាដែលអត់ចាំបាច់នៅរឿងណាដែលអត់មានប្រយោជន៍មិនមែនគ្រប់រឿងសិតតែមានប្រយោជន៍ទាំងអស់ទេប៉ុន្តែបើបងប្អូនទៅរឿងដែល10រឿងអត់ប្រយោជន៍ទាំង10រឿងហើយអាហ្នឹងបងប្អូនគិតមើលខ្លួនឯងទៅវាគឺជារឿងមួយដែលមនុស្សគ្រប់រូបជាពិសេសយើងជាអ្នកធ្វើការរកស៊ីយើងគួរតែគិតនៅចំណុចកន្លែងហ្នឹងចំណុចទី4គឺបងប្អូនត្រូវតែបង្កើត passive income ឲ្យបានច្រើននៅវ័យមួយហ្នឹងហើយធ្វើអ្វីដែលបងប្អូនបកកែខាងហ្នឹងហើយគេនិយាយពាក្យមួយម៉ាត់ទេគេថាធ្វើអ្វីដែលបងចូលចិត្តបងប្អូនចូលចិត្តនិងចូលចិត្តអ្វីដែលបងប្អូនកំពុងធ្វើចាពាក្យពីរម៉ាត់ហ្នឹងគឺវាប្រហាក់ប្រហែលគ្នាប៉ុន្តែខ្ញុំនឹងបកស្រាយអត្ថន័យថាហេតុអីបានខ្ញុំនិយាយពាក្យហ្នឹងចេញមកអញ្ចឹងការបង្កើត passive income បើបងប្អូនសួរខ្ញុំក៏មិនមែនជាអ្នកជោគជ័យនៅលើ passive income នឹងប្រហែលដែរខ្ញុំមានតិចដែរទេអញ្ចឹងហើយបាទខ្ញុំធ្វើវីដេអូនេះឡើងដើម្បីឲ្យបងប្អូនដែលគាត់អត់ទាន់ដល់វ័យដូចខ្ញុំគាត់បាន prepare ហ្នឹងទុកជាមុនបានរៀបចំអាហ្នឹងទុកជាមុនកុំឲ្យគាត់យឺតយ៉ាវនៅក្នុងការរៀបចំរឿងហ្នឹងបើសួរខ្ញុំថាវាយឺតអត់នៅក្នុងការដែលយើងចាប់ផ្ដើមបង្កើត passive income នៅវ័យ30បូកនេះគឺខ្ញុំអាចនិយាយបានថាវាអាស្រ័យទៅលើពេលវេលារបស់បងប្អូនអញ្ចឹងអ្នកខ្លះគាត់សន្សំបទពិសោធន៍គាត់សន្សំលុយពីវ័យរបស់គាត់ចេញពីមហាវិទ្យាល័យមករហូតដល់គាត់រៀនចប់រហូតដល់គាត់ធ្វើការមុនពេល30ឆ្នាំគាត់សល់បានច្រើនអញ្ចឹងគាត់ invest ទៅលើអីផ្សេងទៀតទៅគាត់បានអា passive income ហ្នឹងមកអញ្ចឹងបើយើងជាអ្នកដែលអត់ទាន់មាន passive income ហ្នឹងទេយើងគឺអត់ទាន់មាន financial independent ទេយើងអត់ទាន់មានគម្រោងសម្រាប់ financial independent ទេព្រោះ financial passive income នេះគឺជាចំណូលមួយស្ថិតនៅក្នុងផ្នែកនៃ financial independent ពីព្រោះការដែលយើងឯករាជ្យហិរញ្ញវត្ថុគឺជារឿងមួយដែលមនុស្សទូទៅគាត់ចង់បានហើយសួរថាហេតុអីបានខ្ញុំនិយាយពាក្យនេះសួរថាបងប្អូនធ្វើការរាល់ថ្ងៃដើម្បីអីបងប្អូនដើម្បីបានលុយបងប្អូនដើម្បីបានលុយយកមកសន្សំយកមក invest ដើម្បីចូលនិវត្តន៍នៅវ័យដែលបងប្អូនគិតថាបងប្អូននឹងចូលនិវត្តន៍បងប្អូនត្រូវការលុយដើម្បីក្រុមគ្រួសារបងប្អូនត្រូវការលុយដើម្បីខ្លួនឯងឬក៏បងប្អូនត្រូវការលុយដើម្បីធ្វើអីមួយសម្រាប់អនាគតរបស់បងប្អូនចឹងទៅអញ្ចឹងអាហ្នឹងគឺសំខាន់បំផុតសំខាន់មែនបងប្អូនសំខាន់អានេះខ្ញុំអាចនិយាយបានថាសំខាន់ពីព្រោះ passive income នេះអ្នកដែលជោគជ័យនៅលើ passive income នេះតិចបំផុតដោយសារទី1គាត់អាចនឹងអត់សូវទាន់មានបទពិសោធន៍ច្បាស់លាស់ប៉ុន្តែបងប្អូនត្រូវតែហ៊ានធ្វើវាបើមិនជាបងប្អូនអត់ហ៊ានធ្វើគឺអត់មានលទ្ធផលទេដែលចំណាំតែនិយាយថា
ចង់បានលទ្ធផលថ្មីតតែធ្វើរឿងថ្មីអញ្ចឹងខ្ញុំខ្លួនឯងនេះក៏ខ្ញុំធ្លាប់បរាជ័យនៅក្នុង passive income នឹងច្រើនដែរខ្ញុំក៏ធ្លាប់បានបរាជ័យនៅក្នុងការរកស៊ីខ្ញុំក៏ធ្លាប់បានបរាជ័យនៅក្នុងការ investment លុយតិចតួចទេមិនច្រើនទេបងប្អូនប៉ុន្តែខ្ញុំចង់ឲ្យបងប្អូនយល់ពី passive income ដែលបានច្រើនពីព្រោះឥឡូវគឺសម័យបច្ចេកវិទ្យាទំនើបម្នាក់គាត់ share ពីវិធីធ្វើ passive income ហ្នឹងធ្វើរបៀបណាដេកក៏លុយចូលដែរណាបងប្អូនអ្នកខ្លះគាត់ធ្វើ content អ្នកខ្លះគាត់ដាក់ investment ជាមួយនឹងអ្នកណាម្នាក់ឬក៏គាត់មានផ្ទះជួលគាត់ទទួលបានប្រាក់ចំណូលជារៀងរាល់ខែទោះបីជាគាត់មិនទៅធ្វើវាក៏គាត់បានទទួលចំណូលហ្នឹងអាហ្នឹងគេហៅ passive income ហើយសម័យបច្ចុប្បន្ននេះជំនាន់ digital នេះខ្ញុំឃើញភាគច្រើនអ្នកដែលចង់ធ្វើអ្នកដែលធ្វើ passive income ហ្នឹងភាគច្រើនគឺគាត់ធ្វើនៅលើ content នៅលើ Facebook នៅលើ TikTok ឬក៏ YouTube អីចឹងទៅនៅក្នុងហ្នឹងមានខ្ញុំម្នាក់ដែរដែលខ្ញុំធ្វើ content មកយូរហើយប៉ុន្តែខ្ញុំអត់ដែល focus អត់ដែលផ្ដោតលើវាទេចឹងក្រោយមកខ្ញុំចាប់ផ្ដើមផ្ដោតខ្លះទោះបីជាខ្ញុំមានពេលតិចនៅក្នុងការធ្វើ content ប៉ុន្តែខ្ញុំគិតថាវាជាចំណែកមួយដែលខ្ញុំបង្កើតនៅទម្លាប់មួយឲ្យខ្លួនឯងទម្លាប់មួយឲ្យខ្លួនឯងហើយគឺជាទម្លាប់ដែលខ្ញុំស្រឡាញ់បងប្អូនដឹងថាហេតុអីខ្ញុំធ្វើ content អត់ខ្ញុំធ្វើ content ទី1ការធ្វើ content ធ្វើឲ្យខ្ញុំរីកចម្រើននៅចំណេះដឹងរបស់ខ្ញុំព្រោះ content មុននឹងខ្ញុំយកអ្វីមួយមកនិយាយប្រាប់បងប្អូនមុននឹងខ្ញុំយកអ្វីមួយមកបកស្រាយប្រាប់បងប្អូនខ្ញុំធ្វើការស្រាវជ្រាវមកជួនកាលអាចនឹងច្រើនប្រភពអញ្ចឹងពេលខ្លះទៅខ្ញុំពិតជា appreciate សម្រាប់អ្នកដែលគាត់ធ្វើ content ដែលតាក់ទងជាមួយនឹងចំណេះដឹងច្រើនមែនទែនពីព្រោះអីអត់ងាយទេបងប្អូនខ្ញុំជាអ្នកស្រាវជ្រាវខ្លួនឯងគឺខ្ញុំដឹងអញ្ចឹងការធ្វើ content មួយវីដេអូមួយអត់ងាយទេគាត់ត្រូវការស្រាវជ្រាវច្រើនអញ្ចឹងដូចជាខ្ញុំអញ្ចឹងក៏ខ្ញុំស្រាវជ្រាវអញ្ចឹងខ្ញុំគិតថាខ្ញុំអត់សូវមានពេលរៀនទេជួនកាលខ្ញុំរៀនខ្ញុំអានសៀវភៅខ្ញុំអានអត់ចូលទៀតឥឡូវអញ្ចឹងវិធីដែលអាចធ្វើឲ្យខ្ញុំកើនចំណេះដឹងបានគឺការធ្វើ content អញ្ចឹងការធ្វើ content គឺទី1ខ្ញុំចែករំលែកបទពិសោធន៍របស់ខ្ញុំផ្ទាល់ក៏ដូចជាការដែលខ្ញុំស្រាវជ្រាវពីបណ្ដា page ផ្សេងៗមកបន្តទៀតអញ្ចឹងធ្វើឲ្យខ្ញុំconsistent បើន័យថានៅតែបន្តឲ្យមានការរីកចម្រើនក៏ដូចជាការអភិវឌ្ឍនៅលើជំនាញរបស់ខ្លួនឯងអញ្ចឹងពីមុនខ្ញុំក៏ជាមនុស្សដែលខ្លាចការចាប់ផ្ដើមខ្លាចនិយាយទៅខ្លាចគ្រប់រឿងធ្វើទៅខ្លាចចេះធ្វើទៅខ្លាចចូលធ្វើទៅចេះខ្លាចវាអត់បានដូចអ្វីដែលយើងចង់បានណាអញ្ចឹងអាហ្នឹងខ្ញុំដកវាចេញអស់ហើយខ្ញុំចង់ចែករំលែកនៅក្នុងថ្ងៃនេះគឺតេតតែមួយចំណុចមួយនេះអូខេចំណុចទី5គឺតេតទៅជាមួយនឹងអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវតែធ្វើត្រូវតែចាប់ដើមវាតិចឬក៏ច្រើនគឺចាប់ដើមវាទៅពីព្រោះអីនៅពេលដែលយើងអាយុច្រើនជាងនេះយើងចាប់ដើមទៅស្រាប់តែយើងអត់ជោគជ័យយើងនឹងអាចពិបាកក្នុងការងើបឡើងមកវិញព្រោះយើងគិតថាពេលវេលាយើងនៅសល់កាន់តែខោចទៅហើយអញ្ចឹងយើងអត់បានចាប់ផ្ដើមវាល្អអញ្ចឹងយើងមានអារម្មណ៍ថាឆាប់បាក់ទឹកចិត្តតែនៅវ័យដែលយើង30បូកនេះអញមិនថាបបពិសោធន៍ក៏បានច្រើនហេរញ្ញវត្ថុក៏គួរសមដែរអញនិយាយបានថាយើងគួរសមដែរហើយអញ្ចឹងយើងអាចចាប់ផ្ដើមធ្វើអ្វីដែលយើងចង់ធ្វើអញ្ចឹងគូសវាមកទៅសេជាplan ចេញមកក្រុងការចេញមកខ្ញុំពិតជាសរសើរទៅដល់ក្មេងៗជំនាន់ក្រោយស្មើឥឡូវមិនថា Gen Z Gen អីទេគឺពួកគាត់ក្មេងៗទេគាត់អាចបើកស៊ីខ្លួនឯងបានហើយជោគជ័យមែនតើមានច្រើនមែនតើបងប្អូនដែលគាត់ជា Gen Z ហើយគាត់បើកជោគជ័យមែនតើទៅលើអាជីវកម្មរបស់ពួកគាត់អញ្ចឹងអ្វីដែលខ្ញុំចង់ប្រាប់ទាំងអស់គ្នានៅក្នុងចំណុចទី5នេះគឺបើបងប្អូនគិតថាបងប្អូនចង់បានអីសម្រួចទៅវាទៅហើយធ្វើវាជាប្រចាំទោះបីជាលទ្ធផលបានតិចយ៉ាងណាក៏បងប្អូនត្រូវតែធ្វើកុំគិតថាទុកសិនចាំស្អែកចាំបើសិនជាបងប្អូននិយាយពាក្យថាចាំស្អែករើលេះបងប្អូននឹងលេះរហូតគឺការងារនឹងអត់ចេញទេអញ្ចឹង
ធ្វើទៅកុំខ្វល់ថាអ្នកផ្សេងនិយាយមិនកុំខ្វល់យើងធ្វើទៅអ្វីដែលយើងគិតថាយើងស្រឡាញ់យើងចូលចិត្តយើងចង់ធ្វើវាយើងធ្វើវាទៅពីព្រោះយើងមិនមានពេលនៅក្នុងការធ្វើវាច្រើនទេហើយពេលខ្លះនៅពេលដែលបងប្អូនអាយុកាន់តែច្រើនទៅបញ្ហាសុខភាពផងបញ្ហាផ្សេងៗនៅក្នុងគ្រួសារត្រូវរ៉ាប់រងច្រើនផងបងប្អូនអាចនឹងមិនមានពេលធ្វើវាអញ្ចឹងបើសិនចំណុចកន្លែងនេះចាប់ផ្ដើមធ្វើអ្វីដែលខ្លួនឯងចង់ធ្វើហើយនឹងស្រឡាញ់ហ្នឹងណាតាមពិតខ្ញុំ recommend ឲ្យបងប្អូនតាំងពីអាយុ20ចាប់ផ្ដើមធ្វើទៅបងប្អូនពីព្រោះអីវាជារឿងដែលសំខាន់វាជារឿងដែលសំខាន់ដែលបងប្អូនគួរតែចាប់ផ្ដើមធ្វើវាមិនថាបងប្អូនអាយុប៉ុណ្ណាទេបើសិនបងប្អូនមានក្រុមការមាន planning ច្បាស់លាស់ទៅហើយយើងទទួលបានលទ្ធផលល្អហើយទោះបីជាយើងមិនជោគជ័យតែយើងក៏បានទទួលនៅបទពិសោធន៍មួយនៅវ័យមួយដែលយើងគិតថាយើងនឹងមានឱកាសធ្វើបន្តទៀតអញ្ចឹងខ្ញុំនៅតែ recommend នៅតែទូចប្រាប់បងប្អូនថាចាប់ដើមទៅកុំគិតថាវាជាការយឺតពេលកន្លែងហ្នឹងណាហើយចំណុចទី6បងប្អូនត្រូវគិតថាជីវិតបងប្អូនជាអ្នកនិពន្ធបងប្អូនជាអ្នកនិពន្ធបើតើបងប្អូននិពន្ធនៅចេញកំសត់ហើយនិពន្ធឲ្យចេញសបាយហើយអញ្ចឹងឈប់ដ្រាម៉ាច្រើនពេកចាប់ផ្ដើមគិតពីភាពជាក់ស្ដែងហើយទទួលស្គាល់ការពិតឲ្យបានច្រើនពីព្រោះអីអ្នកខ្លះខ្ញុំឃើញណាគាត់អាយុដល់តែ30ឆ្នាំជាងឬក៏ដល់40ជាងហើយគាត់នៅអត់ទាន់ទទួលស្គាល់ការពិតណាពេលដែលគាត់អត់ទទួលស្គាល់ការពិតគាត់ជួបរឿងអីក៏គាត់មួម៉ៅដែរមិនបានដូចចិត្តគេថាឲ្យគាត់ចេះអន់ចេះអន់ចុះក៏គាត់មួម៉ៅខ្ញុំទទួលស្គាល់បងប្អូនមនុស្សយើងគេហៅថាសរសើរចូលប្រអាប់ខឹងណាខ្ញុំទទួលស្គាល់ចំណុចហ្នឹងគឺយើងមានចំណុចទី6បងប្អូនគឺការអភិវឌ្ឍខ្លួនឯងព្រោះការអភិវឌ្ឍខ្លួនឯងនេះគឺជារឿងដ៏សំខាន់ដែលបងប្អូនត្រូវតែ consistent ត្រូវតែធ្វើវាជាប្រចាំទោះបីបងប្អូននៅក្នុងអាយុប៉ុណ្ណាក៏ដោយកុំគិតថាអូយើងចាស់ហើយរៀនមិនចូលអានឹងគ្រាន់តែជាលេសទេបងប្អូនអញ្ចឹងព្យាយាមអភិវឌ្ឍខ្លួនឯងលើជំនាញដែលយើងមានស្រាប់លើអ្វីដែលយើងចង់បានថ្ងៃអនាគតលើអ្វីដែលយើងចង់បានធ្វើជាគម្រោងការ plan របស់យើងដែលយើងចង់បានអីមួយហើយយើងគិតថាខ្លួនឯងនៅស្ទើរគឺផឹងអភិវឌ្ឍខ្លួនឯងបន្ថែមទៀតការរៀនច្រើនអត់មានអ្នកណាគេមកអូសទោសអូសដំណើរមួយយើងទេហើយរៀនឥឡូវគឺស្រួលមែនតើក្នុង YouTube ក៏មាននៅលើ platform website មួយចំនួនទៀតបងប្អូនអាចរៀនបានដោយ free ខ្លះក៏គេយកលុយអញ្ចឹងបើយើងអត់មានលទ្ធភាពទៅរៀនអាបងលុយហ្នឹងទេយើងរៀនតែ free ហ្នឹងទៅយ៉ាងហោចណាស់យើងក៏ចេះនៅអ្វីដែលយើងអត់ដែលដឹងពីមុនមកឬក៏យើងដឹងហើយយើងមិនទាន់ច្បាស់យើងធ្វើការស្រាវជ្រាវបន្តទៀតទៅខ្ញុំអត់ដឹងថាបងប្អូនធ្លាប់គិតដូចខ្ញុំអត់ខ្ញុំនៅពេលដែលខ្ញុំ stress ខ្លាំងឬក៏នៅពេលដែលខ្ញុំចង់ដឹងអ្វីដែលថ្មីតាក់ទងជាមួយនឹងខាងក្រៅខ្ញុំចូលចិត្តស្ដាប់ព័ត៌មានក្រៅប្រទេសច្រើនជាងនៅក្នុងប្រទេសអានឹងចំណុចទី1ចំណុចទី2គឺខ្ញុំតែងតែមានក្រុមការខ្លួនឯងថាមួយឆ្នាំខ្ញុំត្រូវចេញទៅក្រៅប្រទេសឲ្យបានម្ដងប្រទេសណាក៏ដោយមិនចាំបាច់តែយើងទៅអឺរ៉ុបមិនចាំបាច់តែយើងទៅប្រទេសដែលស៊ីវិល័យឬក៏ត្រូវការចំណាយលុយច្រើននេះពីព្រោះអីថវិការបស់យើងក៏មានកំណត់ដែរអញ្ចឹងយើងអាចចេញទៅម្ដងក្នុងមួយឆ្នាំឬក៏2ឆ្នាំឬក៏3ឆ្នាំអានឹងតាមតម្រូវការរបស់បងប្អូនយើងអាចនឹងគិតខុសគ្នាតែសម្រាប់ខ្ញុំនៅពេលដែលខ្ញុំចេញទៅក្រៅខ្ញុំមានអារម្មណ៍ទី1គឺខួរក្បាលខ្ញុំស្រឡះល្អមានអារម្មណ៍ថាដូចខ្លួនឯងដូចអត់គិតអីច្រើនទេគិតតែមើលថាតើប្រទេសគេរស់នៅរបៀបម៉េចការចេញទៅក្រៅបងប្អូនយើងមិនមែនទៅត្រឹមតែដើរលេងទេអាហ្នឹងបើបងប្អូនទៅដើរលេងជារឿងរបស់បងប្អូនខ្ញុំក៏អត់ថាអីដែរពីព្រោះជាសិទ្ធិរបស់បងប្អូនតែដែលខ្ញុំនិយាយនៅក្នុងវីដេអូមួយនេះគឺខ្ញុំចែករំលែកពីបទពិសោធន៍ខ្ញុំថានៅពេលដែលខ្ញុំទៅដើរលេងនៅស្រុកគេនៅក្រៅប្រទេសខ្ញុំតែងតែសង្កេតមើលនៅរបៀបរស់នៅរបស់គេការរកស៊ីរបស់គេតើគេដល់ណាហើយយើងនៅត្រឹមណាការនិយាយបែបនេះមិនមែនជាការប្រៀបធៀបទេបងប្អូនមិនមែនជាការប្រៀបធៀប
thơm mà chạy đôi kê thì dương khoản tại mơ là biệpในការរស់ស៊ីរបស់គេរបៀបនៃការរស់នៅរបស់គេអញ្ចឹងសួរថានៅពេលដែលយើងត្រឡប់មកវិញយើងអាចយកអ្វីដែលយើងបានឃើញបានឮបានដឹងនៅស្រុកគេហ្នឹងមកធ្វើឲ្យគេខ្លះនៅក្នុងស្រុកខ្មែររបស់យើងអញ្ចឹងយើងដឹងហើយថាបច្ចុប្បន្នយើងមាន brand ធំៗមួយចំនួនដែលមកលក់នៅស្រុកខ្មែរសួរថាពួកគាត់សុកគាត់មកឬក៏មិនអញ្ចឹងដោយសារតែអ្នកមាននៅក្នុងស្រុកខ្មែរយើងដែលគាត់ចេញទៅលេងនៅក្រៅប្រទេសច្រើនគាត់ឃើញសក្តានុពលនៃ brand មួយហ្នឹងហើយក៏គាត់មើលថាទីផ្សារកម្ពុជាអាចយកមកបានហើយគាត់ក៏យកមកគាត់ធ្វើការសិក្សាច្រើនមុននឹងគាត់យកមកអញ្ចឹងប្រទេសយើងទោះបីជាប្រទេសយើងមិនមែនជាប្រទេសអភិវឌ្ឍបើន័យថាជាប្រទេសដែលកំពុងអភិវឌ្ឍអញ្ចឹងយើងឃើញថាឥឡូវនៅប្រទេសកម្ពុជាយើងសូម្បីតែអ្នកជិះឡានទំនើបក៏មានច្រើនសូម្បីតែអីវ៉ាន់ brand មួយចំនួនធំដូចជា H&M ដូចជា Zara ដូចជាHavaianas ឬក៏អីច្រើនទៀតតែបងប្អូនអាចមើលនៅតាមផ្សារទំនើបធំគឺគាត់មកច្រើនមែនតើអញ្ចឹងអានេះគឺជាចំណែកមួយដែលបងប្អូនឃើញហើយបងប្អូនដឹងថាតើអ្នកណាគឺជាអ្នកនាំ brand ទាំងអស់ហ្នឹងចូលមកក្នុងស្រុកខ្មែរមិនមែននៅសុកគេមកហើយើងទេពេលខ្លះយើងក៏ត្រូវទៅហើគេដែរអញ្ចឹងខ្ញុំក៏ឃើញថាមានការរីកចម្រើនច្រើនខ្ញុំឃើញថាអ្នកមាននៅស្រុកខ្មែរយើងជាច្រើនដែលគាត់បានជួយក្នុងការអភិវឌ្ឍក៏ដូចជាជំរុញប្រទេសជាតិរបស់យើងលើវិស័យសេដ្ឋកិច្ចវិស័យទេសចរនិងវិស័យផ្សេងទៀតអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនក៏ជាចំណែកមួយដែលចូលរួមនៅក្នុងនឹងដើម្បីជួយអភិវឌ្ឍប្រទេសយើងបងប្អូនអាចទៅដើរលេងបានប៉ុន្តែយើងក៏ត្រូវដឹងដែរថានៅពេលកំឡុងពេលដែលយើងចំណាយពេលទៅដើរលេងអ្វីដែលយើងអាចយកមកធ្វើជាប្រយោជន៍បានសម្រាប់ប្រទេសខ្លួនយើងគួរតែធ្វើហើយជាទូទៅខ្ញុំមានគោលដៅច្បាស់បើសិនខ្ញុំទៅចង់ដើរលេងគឺខ្ញុំទៅឆ្ងាយពីទីក្រុងតែបើសិនខ្ញុំទៅដើម្បីមើលការរស់ស៊ីរបស់គេគឺខ្ញុំចង់ទៅទីក្រុងធំដែលមានប្រជាជនច្រើនហើយដែលមានជាតំបន់ commercial zone អញ្ចឹងសង្ឃឹមថា6ចំណុចដែលខ្ញុំបានបកស្រាយនៅក្នុងវីដេអូមួយនេះនឹងអាចចែករំលែកទៅដល់បងប្អូនបានច្រើននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃជាក់ស្ដែងទៅវាមិនមែនមានតែ6ចំណុចហ្នឹងទេវាមានច្រើនប៉ុន្តែអ្វីដែលខ្ញុំគិតថាខ្ញុំនិយាយនៅក្នុង6ចំណុចហ្នឹងក៏វាក្តោបនៅចំណុចសំខាន់ទូជាច្រើនទៀតអញ្ចឹងអរគុណបងប្អូនច្រើនសម្រាប់ការស្ដាប់នៅ audio វីដេអូមួយនេះហើយសង្ឃឹមថាបងប្អូនពេញចិត្តនៅវីដេអូមួយនេះហើយជួយ subscribe ក៏ដូចជា follow channel របស់ខ្ញុំទាំងអស់គ្នាផងដែរចាអរគុណច្រើន